នាទីឯកសារសត្វដើមកំណើតសត្វខ្លានិងសម្ភាសពីមូលហេតុដែលឆ្កែស្អប់ឆ្មាដើមកំណើតសត្វខ្លាគឺជាសត្វមួយដែលមុខវាមានប្រជាប្រិយភាពខ្លាំងវាចូលចិត្តលេងសើចយកដៃទះសត្វគោនិងសត្វក្របីណាស់សត្វខ្លាវាអត់ចេះនិយាយភាសាអង់គ្លេសទេនិយាយទៅភាសាមនុស្សវាអត់ចេះនិយាយទេប៉ុន្តែវាអាចស្ដាប់មនុស្សយើងនិយាយគ្នាបានគ្រាន់តែវាអត់យល់ន័យសត្វខ្លាវាអត់ចេះស៊ីគុយទាវនិងហាំប៊ឺហ្គឺទេប៉ុន្តែវាចូលចិត្តស៊ីនំប៉័ងសាច់ដាក់ត្រីខនិងផឹកកាហ្វេហើយមើលប្រដាល់សត្វខ្លាវាអត់ចេះស្លៀកពាក់ខោអាវទេព្រោះវាគិតថាខោអាវវាពិបាកគក់ទើបវាសម្រេចចិត្តដើរស្រាត់តែម្ដងទៅដើមកំណត់សត្វខ្លាវាកើតចេញមកពីមេវាដែរទេសូមកុំយល់ច្រឡំសម្ភាសពីមូលហេតុដែលឆ្កែស្អប់ឆ្មាឆ្កែថាតាមពិតទៅវាមិនបានរើសអើងពូជសាសន៍ទេប៉ុន្តែអាឆ្មាវារឹកមែនវាធ្វើខ្លួនដូចខ្លួនឯងជាអ្នកមានចឹងតែតាមពិតទៅជាកញ្ចះគេចិញ្ចឹមដូចតែគ្នាសោះឆ្កែបន្តទៀតថាស្អប់អាសត្វឆ្មាពេលឆ្លោះគ្នាម្ដងដៀលឯងសុទ្ធតែឆ្កែពេញមាត់អានឹងវាមិនដែលព្រុសដូចឆ្កែទេតែបើរឿងស៊ីចុកវិញស៊ីសុទ្ធតែរបស់ឆ្ងាញ់ហើយខ្ជិលចុយមាយឆ្កែថាអាឆ្មានឹងវាពូកែខាងអែបអបម្ចាស់ណាស់ពេលនៅមុខម្ចាស់ធ្វើមុខស្លូតគួរអោយអាណិតតែបើឃើញខ្ញុំជាឆ្កែវិញធ្វើដូចសត្រូវហើយខ្លួនវាឡើងកោងបើដៃវារហ័សអាងអីខាងផ្ទះចង់លេងសើចជាមួយវាមិនបានទេអានឹងឆ្កែក៏បន្តទៀតថាអាសត្វឆ្មានឹងឃើញរូបរាងវាស្អាតចឹងទេតែវាមិនដែលដេកដីទេគេខ្ពើមធ្វើខ្លួនឯងដូចតារាល្បីចឹងមនុស្សសួរឆ្កែថាចុះបើគេឲ្យលោកឆ្កែឯងយកឆ្មាធ្វើជាប្រពន្ធតើលោកឆ្កែឯងយកទេឆ្កែក៏តបមកវិញយ៉ាងលឿនថា No ស៊ូអត់លិតរហូតដល់ថ្ងៃងាប់ក៏មិនយកឆ្មាធ្វើជាប្រពន្ធដែររឹកក៏រឹកហើយពិបាកចិញ្ចឹមទៀតផងឆ្កែថាដាច់ខាតពូជឆ្មាមិនយកធ្វើប្រពន្ធទេវាពិបាកចិញ្ចឹមណាស់ណាមួយគ្មានលុយណាទិញពូកឲ្យវាដេកទេ